ចាប់ពីថ្ងៃនេះតទៅប្រាប់ចៅឲ្យហើយថាតាឈប់ហើយថ្ងៃនេះលេងផ្លូវការហ្មងណាថាអីថាអត់ឈឺពងតាទេពងតាចាស់ហ្មងតាចេញសុកអត់ធ្វើនយោបាយទេតែមានទីផ្សារក្បាលតាទៅចេញសុកលក់ដាច់កូនលក់ដាច់តែអារាំងស៊ីលក់អត់ដាច់ចៅកំសាន្តថាចង់បានតាពីមុនមកវិញតាទៅនឹងនិយាយហើយតាឈប់រិះគន់រដ្ឋាភិបាលហើយតាឈប់រិះគន់ហើយលើកនេះសង្ស័យតែឈប់រហូតអត់រិះគន់ទេមិនបានតាហ៊ាននិយាយត្រង់អញ្ចឹងចៅអើយចៅមើលប្រទេសយើងប្រជាជន20លាននាក់បូកនឹងចៅឯងបូកនឹងតានៅក្រៅស្រុកហើយនឹងមនុស្សប្រហែល1លាននាក់នៅក្រៅស្រុកបើចៅឯងនៅក្រៅស្រុកចៅឯងក៏លេខមើលតើខ្មែរទៅលេងស្រុកប្រហែល10000នាក់មួយឆ្នាំសពថ្ងៃណាមនុស្សដែលអត់ចង់ទៅស្រុកមានមិនដល់2ឡូផងកូនមនុស្សតែអត់ចង់ទៅស្រុកខ្មែរណាមានអត់ដល់24នាក់ផងលើកលែងតែពួកដែលវាកំពុងតែតវ៉ាចង់ចូលស្រុកឥឡូវយកអារាំងស៊ីមួយប្តីប្រពន្ធវា2នាក់មីសមូរ៉ាហើយនឹងអារាំងស៊ីចៅឯងសួរខ្លួនឯងថាអារាំងស៊ីហើយនឹងសមូរ៉ាវាចង់ទៅស្រុកទេតាឆ្លើយប្រាប់ចៅឯងថាអា2នាក់នឹងចង់ទៅស្រុកណាស់សួរថាម៉េចបានចង់ទៅមិនមែនទៅព្រួលហ៊ុនសែនទេចៅវាចង់ទៅបំរើហ៊ុនសែននៅស្រុកពីព្រោះស្រុកខ្មែរវាសបាយស្រុកខ្មែរដែលវានិយាយថាស្រុកត្រូវគេជិះជាន់ហ្នឹងណាវាសបាយតាណាលបទៅស្រុកខ្មែរ2 3ដងក៏តាដឹងតែសបាយដែរចៅដឹងទេតាអត់មានរឿងផ្លូវភេទទេតាអត់សូវចូលចិត្តមហូបចំណីអីច្រើនទេក៏ប៉ុន្តែក៏សបាយដែរបានឃើញធម្មជាតិបានឃើញព្រៃព្រឹក្សាបានឃើញទេសភាពលឺសូរក្អកក្អាត់យំលឺសូរកែបលឺសូរអីសបាយតានឹកឃើញពីក្មេងតាក៏សបាយហើយតាឃើញផ្លូវថ្នល់កមនាគមន៍អីទៅនេះទៅនោះអីក៏ស្រួលជាងមុនតាក៏សប្បាយហើយតាក៏សង្កេតឃើញថាស្រុកយើងចម្រើនជាងមុនឆ្ងាយអំពើពុករលួយនិងបញ្ហាមានណាចៅការជិះជាន់មានណាចៅតែវាគ្រាន់បើជាងមុនឆ្ងាយតាទៅមកលបទៅគ្រាន់តែតាមិនចាញ់មុខចាញ់មាត់ចុងក្រោយតាទៅទៀតចំណែកអារាំងស៊ីនិងប្រពន្ធវាចង់ទៅណាស់កូនអើយសប្តាហ៍ថ្ងៃនេះណាឲ្យតែហ៊ុនម៉ាណែតឬក៏លោកហ៊ុនសែនឲ្យវាទៅវាមិនបាច់ខ្ចប់វ៉ាលីទេវាទៅភ្លាមណាចំណែកពួកបរិវារវាគឺគេមកដើម្បីគេយកលេសដើម្បីសុំការជ្រកកោនកាលណាគេបានសញ្ជាតិគេទៅវិញហើយស្រុកខ្មែរយើងវាស្រួលអញ្ចឹងដោយសារចៅថាចង់បានតាមកវិញដូចដើមឥឡូវតាប្រាប់តាឈប់រិះគន់រដ្ឋាភិបាលមិញហ្នឹងតានិយាយថាសើឥឡូវដូចថាចៅឯងនិយាយអញ្ចឹងតាប្រាប់ត្រង់ចាប់ពីថ្ងៃនេះទៅចេញសុកអត់រិះគន់រដ្ឋាភិបាលទេគឺស្នើឲ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាតាមរយៈទំនាក់ទំនងជាមួយថ្នាក់ដឹកនាំជាតិខ្ញុំចេញសុកប្រកាសថ្ងៃទី28ខែកក្កដាឆ្នាំ2026នៅស្រុកខ្ញុំម៉ោង6:10នាទីពេលព្រឹកត្រូវនឹងម៉ោង5:10នាទីពេលល្ងាចនៅប្រទេសកម្ពុជាខ្ញុំចេញសុកឈប់រិះគន់រដ្ឋាភិបាលអ្វីដែលខ្ញុំឃើញជាបញ្ហាខ្ញុំទំនាក់ទំនងជាមួយថ្នាក់ដឹកនាំប្រទេសដើម្បីរកដំណោះស្រាយបើបានបើមិនបានខ្ញុំបន្តធ្វើតទៅទៀតខ្ញុំឈប់រិះគន់រដ្ឋាភិបាលទុកភារៈឲ្យពួកអកុលស័យ$23ឯឆ្កាច់ឲ្យវាចាញ់យៈទៅវាទៅចាប់ពីថ្ងៃនេះតទៅប្រាប់ចៅឲ្យហើយថាតាឈប់ហើយថ្ងៃនេះលេងផ្លូវការហ្មងណាថាអីថាអត់ឈឺពងតាទេពងតាចាស់ហ្មងអូខេហើយបើអ្នកណាពេញចិត្តគោលចំហរបស់តាចេញសុកសុំឲ្យគ្រប់គ្រងសុំឲ្យ like ឲ្យ share លើកមុនអត់ដែរសុំឲ្យ like ឲ្យ share ទេឥឡូវសុំឲ្យ like ឲ្យ share ម៉ោងនេះថ្ងៃទី28កក្កដាម៉ោង6:11នាទីវេលាព្រឹកថ្ងៃអង្គារត្រូវនឹងម៉ោង5:11នាទីថ្ងៃរសៀលនៅប្រទេសកម្ពុជាថ្ងៃដូចគ្នាចេញសុកប្រកាសជាសាធារណៈអត់រិះគន់រដ្ឋាភិបាលទេរិះគន់មន្ត្រីហើយនឹង lobby ជាមួយប្រមុខរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាលើកអ្វីដែលអាចដោះស្រាយបានសូមឲ្យជួយ like ជួយ share អ្នកដែលចូលចិត្តអ្នកមិនចូលចិត្តមិនបាច់មកមើលក៏អត់ខឹងដែរទី2លើកទី3ជ្រោចស្រាឲ្យច្បាស់តាចេញសុកប្រកាសឈប់រិះគន់រដ្ឋាភិបាលប្រើប្រាស់វិធី lobby រដ្ឋាភិបាលសហការជាមួយរដ្ឋាភិបាល